ប្រការទី4ពន្ធលើមធ្យោបាយដឹកជញ្ជូនត្រូវបានកំណត់តាមអត្រាដូចខាងក្រោមចំណុចទី6ចំពោះរថយន្តប្រើប្រាស់ថាមពលអគ្គិសនីប្រភេទទេសចររថយន្តដឹកទំនិញធុនតូចមានទ្វារ4និងរថយន្តដឹកអ្នកដំណើរគិតជាកម្លាំងសេះដល់150ឆ្នាំផលិតដល់5ឆ្នាំ1សែនលើសពី5ឆ្នាំដល់10ឆ្នាំ80000លើសពី10ឆ្នាំ60000កម្លាំងសេះលើសពី150ដល់200ឆ្នាំផលិតដល់5ឆ្នាំ150,000លើសពី5ឆ្នាំដល់10ឆ្នាំ1សែនលើសពី10ឆ្នាំ80000កម្លាំងសេះលើសពី200ដល់250ឆ្នាំផលិតដល់5ឆ្នាំ5សែនឆ្នាំផលិតលើសពី5ឆ្នាំដល់10ឆ្នាំ3សែនលើសពី10ឆ្នាំ150,000កម្លាំងសេះលើសពី250ដល់300ឆ្នាំផលិតដល់5ឆ្នាំ1លាន2សែនឆ្នាំផលិតលើសពី5ឆ្នាំដល់10ឆ្នាំ8សែនលើសពី10ឆ្នាំ4សែនកម្លាំងសេះលើសពី3ឡើងទៅគិតពីឆ្នាំផលិតដល់5ឆ្នាំ1លាន6សែនលើសពី5ឆ្នាំដល់10ឆ្នាំ1លានលើសពី10ឆ្នាំ6សែនប្រការទី7ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនត្រូវអនុវត្តដោយខាងក្រោម1ម្ចាស់កម្មសិទ្ធិឬអ្នកដំណើរត្រូវមកចុះបញ្ជីនិងដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើកដំបូងដោយត្រូវបំពេញព័ត៌មានទៅតាមទម្រង់ដែលរដ្ឋបាលសហព័ន្ធពន្ធបានកំណត់និងត្រូវមានឯកសារដូចខាងក្រោម កចំពោះរថយន្តទេសចរត្រូវមានច្បាប់ដើមនៃបានសម្គាល់យានយន្តនិងអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិនិងវិញ្ញាបនបត្រចុះបញ្ជីពន្ធដារចំពោះនីតិបុគ្គលខចំពោះរថយន្តដឹកទំនិញឬរថយន្តដឹកអ្នកដំណើរឬចូលយានយន្តគឺត្រូវមានច្បាប់ដើមនៃបានសម្គាល់យានជំនិះនិងអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិនិងច្បាប់ដើមនៃវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូននិងចុងក្រោយវិញ្ញាបនបត្រចុះបញ្ជីពន្ធដារចំពោះនីតិបុគ្គលគោចំពោះយានយន្តកែច្នៃនៅក្នុងស្រុកត្រូវមានអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិនិងច្បាប់ដើមនៃលិខិតបញ្ជាក់ការប្រើប្រាស់យានជំនិះចេញដោយឃុំសង្កាត់និងចុងក្រោយវិញ្ញាបនបត្រចុះបញ្ជីពន្ធដារចំពោះនីតិបុគ្គល